រៀនរស់ជាមួយនឹងបច្ចុប្បន្នកាលបានច្រើនដោយសារតែមនុស្សយើងជាទូទៅអត់សូវបានផ្ដោតជាមួយនឹងបច្ចុប្បន្នកាលឡើយរវល់ទៅគិតរឿងតាំងពីអតីតកាលគិតរឿងអនាគតច្រើនពេកប៉ុន្តែអត់បានផ្ដោតទៅលើក្តីសុខក្នុងពេលបច្ចុប្បន្ននឹងដែលយើងមាននេះអញ្ចឹងពីថ្ងៃហ្នឹងទៅសូមបដិញ្ញាចិត្តជាមួយខ្លួនឯងថារស់ថ្ងៃហ្នឹងឲ្យបានល្អបំផុតអ្វីដែលត្រូវធ្វើគឺខ្វល់ពីថ្ងៃហ្នឹងថាយើងធ្វើអីឲ្យបានល្អបំផុតហើយធ្វើថ្ងៃនេះឲ្យប្រសើរជាងថ្ងៃម្សិលមិញឲ្យបានជាបន្តបន្ទាប់ទៅអនាគតរបស់យើងហ្នឹងវាកាន់តែល្អហើយលទ្ធផលធំរបស់យើងនៅថ្ងៃនេះគឺជាមធ្យោបាយធំសម្រាប់លទ្ធផលធំរបស់យើងនៅថ្ងៃស្អែកនិងថ្ងៃអនាគតទៀតអញ្ចឹងបើសិនជាយើងឡៃតែខ្វល់រឿងពីម្សិលមិញយើងធ្វើខុសឬក៏ធ្វើមិនបានល្អឬយើងខ្វាយខ្វល់ខ្លាំងពេកទៅលើថ្ងៃអនាគតតែយើងគួរធ្វើអីគួរតែបន្តទៅមុខយ៉ាងម៉េចខ្លាំងពេកយើងអត់បានផ្ដោតមួយបច្ចុប្បន្នកាលដែលយើងមានឬថ្ងៃនេះដែលយើងមានទេអនាគតរបស់យើងប្រកាសជាមិនបានតាមការគ្រោងទុកទេអញ្ចឹងយើងមានកម្រងសម្រាប់ជីវិតល្អយើងមានផែនការសម្រាប់ជីវិតល្អប៉ុន្តែកុំភ្លេចមើលសកម្មភាពដែលយើងកំពុងធ្វើរាល់ថ្ងៃនេះផងរាល់ថ្ងៃយើងធ្វើអីខ្លះរាល់ថ្ងៃយើងគិតអីខ្លះរាល់ថ្ងៃយើងចំណាយពេលជាមួយអីខ្លះមានដែលអានសភៅអត់មានដែលអភិវឌ្ឍខ្លួនអត់បើសិនជាយើងអត់បានធ្វើទេសូមចាប់ផ្ដើមដាស់ខ្លួនឯងពីថ្ងៃហ្នឹងទៅហើយធ្វើសកម្មភាពទៅកុំឲ្យពីមួយថ្ងៃទៅមួយថ្ងៃនៅដដែលឬក៏មួយថ្ងៃពីមួយថ្ងៃកាន់តែអន់ជាងមុនទៀតអាហ្នឹងវាជាចំណុចមួយគ្រោះថ្នាក់សម្រាប់ជីវិតរបស់យើងហើយវាក៏ជាហេតុផលធំមួយដែលមនុស្សភាគច្រើនមិនអាចសម្រេចគោលដៅរបស់ខ្លួនឯងមិនបានទៅតាមបំណងប្រាថ្នាដែលខ្លួនឯងធ្លាប់ប៉ងហ្នឹង